នាងខ្ញុំអញ្ញាគ្រប់នឹងជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាជាទីស្រឡាញ់ស្វាគមន៍មកកាន់នីតិកំសាន្តរបស់ admin សាជាថ្មីម្ដងទៀតហើយថ្ងៃនេះពុំនាំជាមួយនឹងរឿងតាក់ទងជាមួយនឹងទឹកតពាំងមួយដែលមានវិញ្ញាណនៅទីនោះហើយក៏វិញ្ញាណដែលចាំកន្លែងនៅហ្នឹងណាដែលចាស់ចាស់គេតែនិយាយថាជើងកបកុំឲ្យខាតពេលយូរតាមដានស្ដាប់សាច់រឿងដូចតទៅកាលពីតូចនៅកម្មារភាពនៅក្នុងភូមិរបស់ខ្ញុំហ្នឹងគឺមានទឹកតពាំងមួយដែលប្រជាជនហ្នឹងគឺតែងតែដើរកាត់ទៅតាមនឹងដោយសារទឹកតពាំងហ្នឹងវានៅជាប់នឹងផ្លូវដែលយើងចូលទៅផ្លូវក្នុងភូមិណាហើយក៏នៅជាប់នឹងផ្ទះខ្ញុំដែរផ្ទះខ្ញុំដើរតែគៀកនឹងតពាំងហ្នឹងបន្តិចទៅហួសបន្តិចទៅក៏ដល់ផ្ទះខ្ញុំហើយនៅថ្ងៃមួយហ្នឹងខ្ញុំក៏បានដើរកាត់នៅទឹកតពាំងហ្នឹងតែបែរយប់ណាមិនមែនពេលថ្ងៃណាដល់ហើយខ្ញុំមានអារម្មណ៍រៀងភើសបល់កាលហ្នឹងខ្ញុំតាមតែអាយុ8 9ឆ្នាំទេនៅរៀងទូចដែរហើយដើរទៅវារៀងព្រួយសបល់ដូចមានអារម្មណ៍ថាណាគេដូចនៅក្នុងទឹកទន្លេហ្នឹងកំពុងតែបកដៃហៅខ្ញុំអញ្ចឹងណាដល់ហើយខ្ញុំក៏ដើរទៅគៀកគេហ្នឹងទៅសតែមកដល់មាត់ទន្លេហ្នឹងខ្ញុំដាច់បោះឆឹងប៉ុន្តែខ្ញុំអត់ដឹងអីទាំងអស់ហ្មងគឺអត់មានដឹងថាខ្ញុំទៅធ្វើអីទៀតខ្លះទេដល់ខ្ញុំអត់ដឹងខ្លួនមកវិញហ្នឹងគឺនៅពេលដែលខ្ញុំលឺសូរលោកតាខ្ញុំហៅគាត់មកផ្ទះស្មាខ្ញុំវាដឹងមិនដឹងខ្លួនទៅខ្ញុំក៏សួរគាត់ទៅថាខ្ញុំកើតអីព្រោះខ្លួនខ្ញុំឡើងសទឹកសាឡាហើយតាគាត់និយាយស្ដីបដៅអត់របៀបមនុស្សចាស់ថាឲ្យកូនក្មេងណាគាត់ថាពេលដែលគាត់បាត់ខ្ញុំយូរពេកនេះក៏បានកាន់ប៉លមួយហ្នឹងដើរតាំងមករកខ្ញុំសេតែគាត់ប្រទះភ្នែកឃើញខ្ញុំហ្នឹងគឺដើរចុះទៅក្នុងអាទឹកតពាំងហ្នឹងដើរម្ដងតិចទៅហើយណាមួយគាត់ចាស់ហ៎គាត់ដើរអត់លឿនដូចយើងក្មេងទេគាត់ញញ័រអញ្ចឹងទម្រាំតែដើរមកដល់ខ្ញុំហ្នឹងខ្ញុំដើរចុះទឹកចូលក្នុងតពាំងហ្នឹងឡើងជ្រៅបាត់ហើយគាត់ព្យាយាមស្រែកផងគាត់ហៅបែបរបៀបមនុស្សចាស់គាត់ស្លន់ស្លោណាគាត់ហៅខ្ញុំទៅខ្ញុំអត់បានលើអីទាំងអស់ហ្នឹងពីព្រោះពេលហ្នឹងខ្ញុំដូចខ្ញុំប្រាប់អញ្ចឹងខ្ញុំដាច់បោះឆឹងអត់ដឹងកាត់អីទេដល់ហើយស្រាប់តែគាត់មកចាប់ខ្ញុំទៅហ្នឹងកុំអីហ្នឹងខ្ញុំមិនដឹងថាចូលក្នុងតពាំងហ្នឹងខ្លាចទៅជាអ្នកដែលនៅចាំតពាំងហ្នឹងបន្តឬមួយក៏មិនក៏ខ្ញុំមិនហ៊ាននឹងសន្តានដែរហូចដល់ពេលខ្ញុំបានដឹងខ្លួនមកហើយលោកតាគាត់និយាយរឿងហ្នឹងប្រាប់មកខ្ញុំមកទោះបីជាខ្ញុំនៅក្មេងតាមតែអាយុ7 8ឆ្នាំក៏ប៉ិតមែនក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាពេលហ្នឹងខ្ញុំពិតជាបានដឹងខ្លួនមែនថាដូចជាមានរបស់អីអាក្រក់ចូលក្នុងខ្លួនខ្ញុំមែនណាក៏ជំរុញខ្ញុំហ្នឹងចង់ដឹងថាតពាំងតែមានឈ្មោះតពាំងសហ្នឹងដើមឡើយហ្នឹងគឺមានរឿងអីកាត់ឡើងលោកតាក៏បាននិយាយថាតាំងពីដើមឡើយនេះមានបរិសមួយនៅក្នុងភូមិហ្នឹងគេយកកៅអៅមកគក់ដល់ហើយស្រាប់តែគាត់ច្រឡំមើលឃើញស្អីទៅដូចវាផុសចេញពីតពាំងសហ្នឹងដល់ពេលអញ្ចឹងទៅគេក៏បានប្រាប់អ្នកភូមិឲ្យជួយមកមើលដល់ពេលនាំគ្នាមកពេញនឹងហើយក៏គេចាប់ផ្ដើមស្រង់នៅរបស់ដែលផុសចេញមកពីទន្លេហ្នឹងទៅគេដឹងថានោះគឺជាសាកសពរបស់មនុស្សមិនដឹងថាសល់តាំងពីជំនាន់ឆ្កែមកណាទេតែគាត់ថាដូចជាមិនលួចអស់ទេណានៅមានរូបរាងទម្រង់មនុស្សហ្មងគ្រាន់តែថាมันមើលមុខមិនច្បាស់ទេក៏ប៉ុន្តែគឺដឹងតែជាមុខមនុស្សហើយសាកសពនឹងអត់មានលួយអីទេហើយស្រាប់តែវាដោះចេញមករោមពណ៌សហ្នឹងទៅគេដាក់ឈ្មោះថាតលេពណ៌សនឹងឯងចាប់តាំងពីពេលហ្នឹងមកគេចេះតែឃើញរឿងប្លែកៗរហូតហើយពេលដែលស្រង់សពហ្នឹងមកដុតគេបានចូលរួមបូជានៅសាកសពហ្នឹងវិញគេនិយាយថាអាក្លនភីមកហ្នឹងឡើងស្អុយណាឡើងអ្នកខ្លះឈឺឡើងរាប់ខែដល់ហើយមានលឺដំណឹងគេនិយាយមកទៀតថាមានអ្នកដំណើរនោះបាត់បង់ជីវិតនៅក្នុងតពាំងសនឹងដល់ហើយគេនាំគ្នាមកមតិគ្នាថាឲ្យចាក់លុបបំបត្តិនៅអាតពាំងសនឹងចោលទៅដល់ពេលលុបបំបត្តិហើយលេងបញ្ចេញរូបរាងដូចភ្នោអញ្ចឹងតាំងពីពេលហ្នឹងមកគ្មានអ្នកភូមិណាហ៊ានដើរកាត់កន្លែងហ្នឹងទេគេសុខចិត្តដើរផ្លូវវាងណា